សូមថ្វាយបង្គំព្រះដ៏មានព្រះភាកជាអរហន្តសម្មាសម្ពុទ្ធអង្គនោះបុគ្គលក៏បីសិក្សានៅសិលឲ្យជាសិលដែលខ្លួនសិក្សាល្អហើយក្នុងលោកនេះព្រោះថាសិលដែលខ្លួនសែបហើយរមែងបង្អោនមកនៅសម្បត្តិទាំងពួងជនដែលមានប្រាជ្ញាការចង់បាននៅសេចក្តីសុខ3យ៉ាងគឺសេចក្តីសរសើរមួយការបាននៅសេចក្តីត្រេកអរមួយការលះលោកនេះទៅហើយរីករាយក្នុងឋានសួគ៌មួយក៏បីរក្សានៅសិលពិតណាស់បុគ្គលដែលមានសិលរមែងបាននៅមុតទាំងឡាយច្រើនដោយការសង្រួមចំណែកបុគ្គលទ្រូសិលការប្រព្រឹត្តអាក្រក់រមែងឃ្លាតចាកមុតទាំងឡាយជនទ្រូសិលរមែងបាននទោផងនៅដំណេះដំនាលផងឯជនដែលមានសិលរមែងបាននៅគុណផងនៅកេតសាផងនៅសេចក្តីសរសើរផងសពកាលសិលជាខាងដើមជាទីតាំងជាមេនៃកល្យានធម៌និងជាប្រធាននៃធម៌ទាំងពួងព្រោះហេតុនោះបុគ្គលគប្បីជំរះសិលជាច្រាំងជាទំនប់ជាគ្រឿងញ៉ាំងចិត្តឲ្យរីករាយទាំងជាកំពង់របស់ព្រះពុទ្ធគ្រប់អង្គព្រោះហេតុនោះបុគ្គលគប្បីជំរះនៅសិលជាកម្លាំងរកអ្វីព្រៀបផ្ទឹមមិនបានសិលជាអាវុធដ៏ឧត្តមសិលជាគ្រឿងអភ័រណាដ៏ប្រសើរសិលជាគ្រឿងក្រោះយ៉ាងអស្ចារ្យសិលជាស្ពានមានសាធំសិលជាគ្រឿងក្រអូបដ៏ប្រសើរសិលជាគ្រឿងលាបដ៏ប្រសើរតែងបក់ទៅសពទេសិលជាកញ្ចប់បាយដ៏ប្រសើរសិលជាស្បៀងដ៏ឧត្តមសិលជាវិហារណាដ៏ប្រសើរសម្រាប់ទៅកាន់ទិសទាំងពួងបុគ្គលពីលមានចិត្តអាក្រក់ក្នុងទីទាំងពួងមិនតាំងមាំក្នុងសិលទាំងឡាយរមែងបាននៅសេចក្តីនន្ទាក្នុងលោកនេះផងលុះលះលោកនេះទៅហើយរមែងមានចិត្តជាទុក្ខក្នុងអបាយផងអ្នកប្រាជ្ញមានចិត្តល្អក្នុងទីទាំងពួងតាំងមាំក្នុងសិលទាំងឡាយរមែងបាននៅកិត្តិស័ព្ទក្នុងលោកនេះផងលុះលះលោកនេះទៅរមែងមានចិត្តរីករាយក្នុងឋានសួគ៌ផងសិលជាកំពូលក្នុងលោកនេះចំណែកបុគ្គលមានសិលក៏ឧត្តមដែរជាជំនះក្នុងមនុស្សលោកនិងទេវលោកព្រោះសិលនិងបញ្ញាសីលវតថេដកស្រង់ចេញពីបដភា57ទំព័រទី28ដល់ទំព័រទី29រៀបរៀងដោយព្រះពុទ្ធវចនា